កើតរូបមន្ត count tick នៅពេលដែលយើង tick ហ្នឹងគឺវារាប់បញ្ចូល total tick ដែលមាន tick ចំនួនប្រមាណឥឡូវនេះយើងចាប់បានជាបង្កើតជាតារាងមានឈ្មោះហោហែដូចខាងក្នុងអេក្រង់លើនេះក៏ប៉ុន្តែយើងដើម្បីបង្កើតជា tick box សម្រាប់ tick នេះយើងមានវិធីធ្វើតែខ្ញុំបានណែនាំដូចខាងក្រោមឥឡូវនេះយើងចាប់ផ្ដើមcopy ឈ្មោះដែលនៅតារាងចាស់ខ្ញុំខាងលើនេះហើយយើងចាប់ផ្ដើមធ្វើតារាងថ្មីដោយសារតារាងនេះខ្ញុំបានធ្វើហើយអញ្ចឹងខ្ញុំមិនបាច់លុបចោលទេខ្ញុំបង្កើតតារាងថ្មីខ្ញុំ copy ឈ្មោះដែលមានលំដាប់ខាងលើនេះយកមកដាក់ខាងក្រោមបាទខ្ញុំយកតែឈ្មោះអត្តលេខអីហោខែមកខ្ញុំ copy នៅខាងក្រោមខ្ញុំចុច Ctrl C ហើយចុច Ctrl V យកតម្លាក់នៅខាងក្រោមនេះបាទបន្ទាប់មកយើងយកចំណងជើងខាងលើដែលមានសប្តាហ៍ទី1ទី2ទី3ហោខែខាងក្រោមមកហើយខ្ញុំ paste នៅខាងក្រោមនេះបន្តទៀតខ្ញុំបង្កើតតារាងថ្មី Ctrl C Ctrl V តបខ្ញុំបង្កើតតារាងវាទៅចំនួន30 row ហើយ Ctrl C Ctrl V មកតមកយើងកើតចូលទៅ format ខាងនេះដូចគ្នាដែរយើងកើតទៅ format ដើម្បីយើងយក column តបមកកន្លែងដែលយើងចង់ដាក់ប្រអប់សញ្ញា tick នេះយើង select វាទាំងអស់មកបាទយើង select យក row total មួយទៀត column total ដែលនៅមក row ខាងក្រោមនេះយើងបង្កើតដាក់ឈ្មោះ total មកយើងបង្កើតជាតារាងវាមកចូល format ដើម្បីបង្កើតជាតារាងវាតបមួយទៀតselect ឈ្មោះទាំងលើនេះយើង select វាទាំងអស់មកយើងដាក់រូបមន្តអ្នកវាយជាអក្សរអ្នកយើង select ក្នុង cell មួយហ្នឹងមកយើងចុច format ហើយដែលយើងដាក់រូបមន្តអីហោហែដូចខាងក្រោមដែលខ្ញុំបានធ្លាប់បានចងទុកហ្នឹងតោះមកយើងអូសវាមកទាំងអស់មកអញ្ចឹងវាជាប់អ្នកនៅពេលដែលយើងវាយចំនួនលេខទៅគឺវាចេញអក្សរអ្នកដោយអូតូម៉ាទិកតបមកទៀតយើង select column និង cell ដែលមានឈ្មោះទាំងអស់នេះ select all ហើយយើងចូលទៅinsert ហើយយើង select រកកន្លែង tick box បាទយើង click វាមួយមកអញ្ចឹងវាចូលគ្រប់ cell ទាំងអស់តបមកទៅយើងសេរីវាឲ្យត្រូវបន្តទៅចំកដាលនេះបន្តទៅ center ឥឡូវយើងសាក tick មើលយើង tick មួយមកឧទាហរណ៍ tick 1 2 3មកឥឡូវសញ្ញា total ខាងក្រោមនេះតទៅទីយើងចងរូបមន្តឥឡូវយើង tick 1 2 3ជាឧទាហរណ៍ហ្នឹង1 2 3 4 5ឧទាហរណ៍ថាយើង tick ចំនួន13 cell មកឧទាហរណ៍ទេណាអូខេនៅចំនួនរាប់ tick ខាងក្រោមនេះវាអត់ទាន់បានបង្ហាញអ្វីទាំងអស់ដោយសារយើងមិនទាន់បានចងរូបមន្តfunction count if ឥឡូវយើងដាក់រូបមន្តវាមកចុចសញ្ញាស្មើនៅយើងវាយស្មើវាយអក្សរសាំបើកវូកញ្ចក់យើងដាក់ count if ហើយយើងបើកវូកញ្ចក់ទៀត
បើវងកញ្ចក់ហើយយើង select cell ដើម្បីឲ្យវារាប់ហ្នឹងយើង select cell ពីលើមកក្រោមមកបាទយើង select ចុច shift មកយើងអូស row ចុះ keyboard មកខាងក្រោមមកយើងប្រើ mouse ក៏បានដែរ select មកទាំងអស់ហ្នឹងអូជ្រុលឡើងលើត្រឹមហ្នឹងអូខេតោះមកយើងបិទដាក់សញ្ញាក្បៀសមួយដាក់សញ្ញាវាវាយអក្សរ true ហើយយើងបិទមុខកញ្ចក់វាវិញបាទហើយយើង enter មកត្រឹមទៅ enter មកបើវា error ចាំយើងកែសម្រួលទៀតអូខេវាត្រឹមទៅវាចេញចំនួនហើយយើងយកម៉ៅដាក់ខាងក្រោមដែលវាចេញសញ្ញាបូកហើយយើងអូសមកខាងចុងមកអញ្ចឹងដូចជា copy ផាទាំងអស់ហ្នឹងអញ្ចឹងមិនតាន់ដាក់ទិន្នន័យវាចេញសញ្ញា0នេះនៅយើង tick វាឡើង1ទីហោ13 tick មួយទៀតឡើង14អញ្ចឹងអំពីរូបមន្ត function if វាមានតែប៉ុណ្ណឹងហើយចំពោះចំនួន total ក្នុងម្នាក់ចូលបានប្រមាណដងដើម្បីរាប់ចំនួនដងនឹងទៀតដងអ្នកនឹងទៀតយើងអាចចុច function if ខាងនឹងទៀតយើងយកសញ្ញាស្មើដូចខាងក្រោមហ្នឹងដែរគាត់ថាយើងពីមុនយើងយក row ឥឡូវយើងយក column វិញយើងចុចសញ្ញាស្មើវាយអក្សរ sum SOUM ហើយបើកមុខកញ្ចក់វាយអក្សរ count ifហើយយើងបើកមុខកញ្ចក់មួយទៀតបើកមុខកញ្ចក់មួយទៀតយើង select row ទាំងអស់នេះ row ផ្ដេកនេះហើយយើងក្បៀសមួយយើងវាយអក្សរ true នឹងបកថាពិតកន្លែងណាមានតម្លៃពិតវានឹងបង្ហាញកន្លែងណាមិនទាន់មានតម្លៃពិតគឺវាមិនបង្ហាញហើយយើងបិទមុខកញ្ចក់វិញវាយ enter ទៅឃើញបានមួយប៉ុន្តែទាំងអស់ហ្នឹងវាអត់មានឈ្មោះអក្សរអ្នកយើងអាច select វាទាំងអស់ទៅដែលរូបមន្តអ្នកនឹងបានចោលហើយនៅខាងក្នុងចាំតិចទៀតខ្ញុំនឹងបង្ហាញនៅរូបមន្តបន្ថែមអំពីអ្នកតើគេចោលរបៀបម៉េចដើម្បីចេញអក្សរអ្នកសូមបញ្ជាក់បន្តិចដើម្បីឲ្យចេញអក្សរអ្នកនៅខាងក្រោយនេះយើងអនុវត្តតាមចំណុចខាងក្រោមយើងឈរលើ cell ណាមួយដែលយើងចង់ឲ្យវាចេញអក្សរអ្នកអក្សរអីក៏បានតែចេញជាអក្សរខ្មែរយើងគ្រាន់តែវាយលេខមកគឺវាចេញចំនួនឈ្មោះនៅខាងក្រោមចំនួនអ្នកចំនួន real ចំនួនអីនឹងដូចគ្នាឥឡូវយើងយកចូលលើ cell នឹងមួយយើង right click វាមួយមកបាទហើយយើងយក format cellហើយយើងយកកន្លែងខាងក្រោមផុតកន្លែង custom ពាក្យពាក្យ custom បាទហើយចំពោះកន្លែងសញ្ញា 0.00 ហ្នឹងយើងលេខយកអា0ចុងក្រោយចេញមកយើងដាក់វាយអក្សរអ្នកមកយើងវាយអក្សរអ្នកជាអក្សរខ្មែរបន្ទាប់មកយើងដូរ font ទៅជា font អង់គ្លេសវិញដូចជា font អង់គ្លេសយើងដាក់សញ្ញាក្បៀសចុច2ខាងលើហ្នឹងហើយសញ្ញាគ្នា2មកបាទគ្នា2ហើយចុច OK មកឥឡូវវាអត់ទាន់ឃើញបង្ហាញអ្វីទាំងអស់អញ្ចឹងយើងសាកដាក់លេខនៅ cell lại ផ្សេងមើលដាក់លេខ1មកវាអត់ចេញមានអីទេលេខ1ក៏ដោយ2ក៏ដោយឥឡូវយើងដាក់កន្លែងយើងចងរូបមន្តយ៉ាងវិញដាក់លេខ1 enter មកចេញអក្សរនេះបាទគឺកន្លែងចងអ្នកគឺរបៀបហ្នឹងអរគុណច្រើនសុខសប្បាយទាំងអស់គ្នា